Bạn chỉ điệp xuống bông bồn nọ ní chụp ní mà căn video thayទៀតហើយហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត date div សម្រាប់បង្ហាញរយៈកាលឆ្នាំខែនិងថ្ងៃនៅក្នុងកម្មវិធី Microsoft Excel ដោយបងប្អូនបានឃើញវិជាឈ្មោះបុគ្គលិកនេះអញ្ចឹងហើយតិចទៀតយើងនឹងធ្វើការអនុវត្តជាមួយគ្នាដើម្បីបង្ហាញអំពីអាយុរបស់បុគ្គលិកម្នាក់ៗហើយរយៈពេលនៃការធ្វើការរបស់បុគ្គលិកម្នាក់ៗដែលគិតជាឆ្នាំហើយនឹងរយៈកាលនៃការធ្វើការរបស់បុគ្គលិកម្នាក់ៗដែលគិតជាខែនិងរយៈកាលនៃការធ្វើការរបស់បុគ្គលិកម្នាក់ៗដែលគិតជាថ្ងៃដោយប្រើប្រាស់រូបមន្ត date div ដើម្បីបង្ហាញនៅលទ្ធផលនៃអាយុនិងរយៈពេលនៃការធ្វើការរបស់បុគ្គលិកទាំងអស់នេះអញ្ចឹងកុំឲ្យខាតពេលយូរយើងអាចអនុវត្តជាមួយគ្នាអញ្ចឹងជាដំបូងយើងត្រូវបង្ហាញអាយុបុគ្គលិកអញ្ចឹងដើម្បីធ្វើការបង្ហាញអាយុបុគ្គលិកបងប្អូនអាចអនុវត្តដោយប្រើប្រាស់រូបមន្ត date div ហើយបងប្អូនអាចអនុវត្តតាមខ្ញុំជាដំបូងបងប្អូនចុចសញ្ញាស្មើឬបងប្អូនសរសេរពាក្យ date div អញ្ចឹងនៅពេលដែលបងប្អូនសរសេរ date div បងប្អូនបើកមុខកញ្ចក់មកបាទហើយបងប្អូនកញ្ចក់បងប្អូនទៅ select នៅថ្ងៃខែឆ្នាំបុគ្គលិកកំណើតរបស់បុគ្គលិកមកបាទបន្តទៀតបងប្អូនចុចសញ្ញាក្បៀស1ហើយបងប្អូនសរសេរពាក្យ today បាទ today មានន័យថាយើងគិតត្រឹមថ្ងៃនេះបាទ today ហើយបងប្អូនចុចក្បៀស1ហើយបើសិនបើបងប្អូនចង់បង្ហាញឆ្នាំសូមបងប្អូនចុចបើកទ្វីងកណ្ដោ2រួចចុចអក្សរ Y បាទអក្សរ Y ហើយបិទទ្វីងកណ្ដោ2វិញហើយបិទកញ្ចក់ហើយបងប្អូន enter តម្លាក់មកបាទអញ្ចឹងមានន័យថាសម្រាប់ដូចលទ្ធផលបងប្អូនឃើញបុណ្យរតនានេះគាត់អាយុ37ឆ្នាំអញ្ចឹងបងប្អូនអាចអូសចុះមកក្រោមមកវានឹងបង្ហាញថ្ងៃខែឆ្នាំកំណើតរបស់បុគ្គលិកម្នាក់ៗដោយឡែកយើងនឹងទៅរកទៅលើរយៈពេលនៃការធ្វើការងាររបស់បុគ្គលិកដោយគិតជាឆ្នាំអញ្ចឹងរូបមន្តអត់សូវខុសគ្នាបងប្អូនយើងអាចចុចប្រើប្រាស់រូបមន្ត date div ដើម្បីបង្ហាញលទ្ធផលចុចសញ្ញាស្មើ date div បើកកញ្ចក់មកបាទហើយ select ទៅលើថ្ងៃខែឆ្នាំដែលគាត់ធ្វើការក្បៀស1សរសេរពាក្យ today បាទហើយបើកកញ្ចក់បិទកញ្ចក់ក្បៀស1មកបើកគ្មានកណ្ដោ2ចុចសញ្ញា Y ចុចអក្សរ Y ហើយបិទគ្មានកណ្ដោវិញហើយបិទកញ្ចក់ enter តម្លាក់បាទអញ្ចឹងយើងអូសចុះក្រោមមកវានឹងបង្ហាញលទ្ធផលឲ្យយើងថាបុគ្គលិកនីមួយៗគាត់ធ្វើការរយៈកាលប្រហែលឆ្នាំដោយឡែកយើងចង់ដឹងជាខែវិញបាទអញ្ចឹងចង់ដឹងជាខែបងប្អូនអាចអនុវត្ត date div ធម្មតាបងប្អូនចុចសញ្ញាស្មើមកបាទ date div បើកកញ្ចក់ហើយបងប្អូនចុចកន្លែង start work របស់គាត់បាទថ្ងៃដែលគាត់ធ្វើការក្បៀស1ហើយបងប្អូនចុចពាក្យ today ធម្មតាបាទបើកកញ្ចក់បិទកញ្ចក់ហើយក្បៀស1បើកគ្មានកណ្ដោ2ហើយបងប្អូនសរសេរអក្សរ M បាទ M មានន័យថាសម្រាប់បង្ហាញខែបាទអញ្ចឹងបិទមុខកញ្ចក់វិញហើយបងប្អូន enter តម្លាក់មកបាទអញ្ចឹងរយៈកាល6ឆ្នាំក៏ធ្វើការបាន72ខែអូសចុះមកក្រោមទៀតមកបាទអញ្ចឹងមានអ្នកខ្លះក៏ធ្វើការ5ឆ្នាំ62ខែអញ្ចឹងទៅបាទហើយយើងនឹងអនុវត្តរូបមន្ត date div ដើម្បីបង្ហាញទៅលើការធ្វើការគិតជាថ្ងៃរបស់គាត់អញ្ចឹងបងប្អូនអាចចុចសញ្ញាស្មើទៅសេ date div ធម្មតាបាទបន្តទៀតបើកកញ្ចក់ចុចទៅលើថ្ងៃខែនៃឆ្នាំដែលគាត់ចាប់ផ្ដើមការងារក្បៀស1សេពាក្យ today បាទក្បៀស1សំទុកបើកកញ្ចក់ក្បៀស1បើកពេញកណ្ដោ2ហើយអក្សរ D មកបាទ D day ហ្នឹងហើយបិទពេញកណ្ដោវិញបិទកញ្ចក់ enter តម្លាក់បាទអញ្ចឹងមានន័យថាបុគ្គលិកមកឈ្មោះប៊ុនរតនានេះក៏ធ្វើការ2207ថ្ងៃអូសមកក្រោមមកបាទអញ្ចឹងដោយបងប្អូនឃើញអញ្ចឹងនេះជាការប្រើប្រាស់រូបមន្ត date div ហើយយើងរៀងស្មុគស្មាញបន្តិចដោយសារយើងអត់ទាន់កំណត់ទៅលើ custom ហើយវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនមួយទៀតអំពីការប្រើកំណត់ custom ទៅលើការបង្ហាញជាអក្សរដើម្បីបញ្ជាក់អីចឹងទៅអញ្ចឹងខ្ញុំ
អាច select ទៅលើកន្លែងនេះហើយខ្ញុំទៅកំណត់ custom របស់វាបាទទៅ custom ហើយបងប្អូនអាចចុះមកក្រោមចេះក៏បានមើលកន្លែងដែលខ្ញុំធ្លាប់សរសេរហើយនេះខ្ញុំអាចជ្រើសវាមកបាទហើយខ្ញុំចុចអូខេមកបាទវាបង្ហាញជាបាទកន្លែងនេះខ្ញុំចង់បង្ហាញជាចូលទៅកាន់ custom ដោយសារខ្ញុំធ្លាប់កំណត់ហើយវាមានស្រាប់សម្រាប់បងប្អូនដែលមិនទាន់កំណត់បងប្អូនអាចទៅសេបើមិនបងប្អូនចង់បង្ហាញពីខ្ទង់ពីមុខអក្សរបងប្អូនចុច02ដងមកបើឃើញកដោ2ទៅសេអក្សរមកហើយខ្ញុំកំណត់ចេះមកតាមទៀតកន្លែងនេះខ្ញុំចូលទៅកាន់ custom ហើយខ្ញុំចង់កំណត់វា3អក្សរអញ្ចឹងខ្ញុំចុច3មកអូខេខ្ញុំសរសេរម៉ាន់បាត់មិនកដោ2វិញអូខេមកបាទវានឹងបង្ហាញហើយកន្លែងនេះយើងបង្ហាញទៅកំណត់ custom បង្ហាញចំនួនថ្ងៃខ្ញុំសរសេរ004ដងហើយខ្ញុំដកគ្នាខ្ញុំមកគ្មានកដោ2ខ្ញុំសរសេរ D មកបាទបាត់គ្មានកដោវិញហើយខ្ញុំចុចអូខេបាទអញ្ចឹងវានឹងបង្ហាញថាបុគ្គលិកគាត់មានអាយុ37ឆ្នាំអីយ៉ាងទៅបាទហើយគាត់ធ្វើការ6ឆ្នាំហើយ6ឆ្នាំនឹងទៀតសោតសាច់ការងារដែលគាត់គិតជាខែគាត់ធ្វើបានតែ72ខែទេហើយបើគិតជាចំនួនថ្ងៃគាត់ធ្វើបាន2207ថ្ងៃនេះជាអ្វីដែលយើងបានប្រើប្រាស់រូបមន្ត div that div ដើម្បីបង្ហាញទៅលើចំនួនឆ្នាំចំនួនខែនិងចំនួនថ្ងៃរបស់បុគ្គលិកម្នាក់ៗដែលគាត់កំពុងតែធ្វើការនិងអាយុរបស់បុគ្គលិកម្នាក់ៗបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើការចែករំលែកប៉ុណ្នេះទៅកាន់បងប្អូនអំពីការប្រើប្រាស់រូបមន្ត that div នៅក្នុង Microsoft Excel អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូបើសិនបើបងប្អូនគិតថាវីដេអូនេះអាចផ្ដល់ជាចំណេះដឹងទៅកាន់អ្នកដទៃទៀតបងប្អូនអាចជួយចុច Subscribe លើ Channel YouTube របស់ខ្ញុំឬក៏អាចចុច Like Follow Page Facebook ផ្លូវការរបស់ខ្ញុំអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះ